ខ្ញុំនៅខាងខេត្តសៀមរាបស្រុកជីក្រែងឃុំវែងអាស័យឈ្មោះលេវិញមកពីថៃរាល់ថ្ងៃនៅនឹងកន្លែងធ្វើលូនេះចាក់លូនេះតែវាមកពីថៃមកក៏មកនៅកន្លែងនេះវាប្រួយយើងវារៀនសូត្រវាបានច្រើនដែលក៏មកធ្វើអញ្ចឹងបណ្ដោយទៅនៅថៃធ្វើការកន្លែងរោងងานត្រីខកន្លែងរោងងานត្រីខធ្វើបាន20ថ្ងៃគេបាញ់គ្នាបណ្ដោយក៏រត់មកផ្ទះវិញបាទទៅធ្វើប៉ុស្ពើទៅប្រហែលមកចាប់ពីខែ11មកចូលឃើញនេះបាទនៅធ្វើចាក់លូនេះគឺមានតួនាទីឲ្យគ្រប់គ្រងគេខ្លះឲ្យខ្លះណែតែធ្វើខ្លួនឯងខ្លះចូលម៉ោង7ចេញម៉ោង10តែឥឡូវការងារគេបន្ទឿនគេឲ្យចាក់ឲ្យរួចស្មើណាចេញស្មើនោះវាមានផលលំបាកមានស្រាលមានធ្ងន់ខ្លះណែការងារនេះតែវាយ៉ាងណាក៏ក្រឿនបាននៅកើតចេះតែមកកើតអត់មានផងឃើញមានបញ្ហាអុយផងឃើញតែធ្វើការទៅរួចតែរបូតចេះដល់ម៉ោងក៏ហូបបាយដល់រួចការងារក៏ហូបបាយហូបទឹកបើនៅនេះមានសេរីភាពជាងនៅថៃយើងមួយណាអស់ថ្លៃបន្ទប់ថ្លៃភ្លើងថ្លៃទឹកតែនៅនេះមានអស់អុយទេយើងអស់តែកម្លាំងយើងចេញកម្លាំងអត់បាននេះទេអត់សៅពេនរឿងអសអសៅចេះរឿងអសផងក៏គេឲ្យមើលកតការងារទេមេនៅប្រងនោះតាន់មកមានតែការងារក៏មានតែមួយយ៉ាងហើយមានតែស្ទូចលូដាក់លូដោះលូបគុំលូចាក់បដកឯងលាយសំងលាយកបោធម្មតាមុនដំបូងយើងមានប្រដាប់ប្រដាមានគ្រឿងប្រដាប់ប្រដាដូចជាប្រេងម៉ាស៊ីនដូចជាកម្មករដូចជារបស់របរម៉ូទ័រមកយកទៅបាញ់យកទៅអុយបាញ់ប្រឡងដោះអុយទៅបានយើងយកដោះរួចយកទៅគោបទៅបានកើតជារូបជារាងបានកើតជាលូកើតឲ្យយើងយកទៅចាក់ទៅបានកើតជាលូចេញជារូបជារាងមានដែកមានអុយដាក់អូគេជាសំងក្នុងមួយលូបើយើងគិតទៅដែកវាគេដាក់ដែករួចគេដាក់ឆ្អឹងហើយក្នុងមួយលូវាអស់សំង6ការុងបានមួយលូនេះគ្រោះ2កធុងខ្សាច់2កធុងក្នុងមួយការុងបើនិយាយរួមទៅ2ម៉ោងបានដោះហើយ1ម៉ោងជាង2ម៉ោងបានដោះតែខ្ញុំមកមុនដំងមេប្រាប់ខ្ញុំថាគេចាក់ឲ្យចាក់តែថ្ងៃ6 10ទេតែឥឡូវនេះខ្ញុំដឹងល្មិចថាលូគេបន្ទឿនគេឲ្យចាក់ឡើងមួយថ្ងៃ20ជាងអត់ទេលើម៉ោងគេគិតម៉ោងឲ្យតែ1ម៉ោង6ពឿនបាទក្នុង1ម៉ោង6ពឿនគេឲ្យបាទមានតែមានប្អូនទៅធ្វើមេការនៅកន្លែងផ្ទះធំកន្លែងភូមិគ្រឹះផ្ទះតកែនេះប្អូនប្រាប់មកថាមកកន្លែងនេះមកគេមានគេរកមនុស្សទៅបានមកបាទសប្បាយចិត្តពេញចិត្តនឹងធ្វើកន្លែងហ្នឹងខ្ញុំនឹងកូនខ្ញុំគ្រួសារខ្ញុំនឹងបងប្អូនមកធ្វើនេះគ្នា6 7នាក់10នាក់ជាងណែមានតែអរគុណដល់ប្អូនដែលនាំបងមកនៅកន្លែងនេះបានប្រសើរបានដោះដុលគេបានលុយបានកាក់ទៅផ្ទះអរគុណឲ្យប្អូនប្រុសដែលបាននាំពូនាំបងមកកន្លែងនេះគឺចំណាយវាបានគ្រប់គ្រាន់បានដោះទៅនោះខ្លះប្រុសជីវភាពទៅរស់នៅកន្លែងនេះខ្លះគេបានចែកម្លែកទៅនេះផ្ទះឯនោះខ្លះបានដោះដុលគេនោះខ្លះបានហូបចុកគ្រប់គ្រាន់នៅកន្លែងនេះសពថ្ងៃមានធ្វើតែតាន់ចឹងបណ្ដោយទៅតាមដំណើរបាទធ្វើការចំណាំងស្រុកបណ្ដោយចំណាំងស្រុកតាំងពីអាយុពេល10ឆ្នាំមានតែគិតថារោងការប្រងថាបានលុយបានកាក់នេះឯងទៅជីកស្រះចិញ្ចឹមសត្វចិញ្ចឹមពលិតចិញ្ចឹមស្ត្រីចិញ្ចឹមមឿនចិញ្ចឹមទានៅផ្ទះនៅសំបែងកើតជាអាជីពមុខរបរគុណយើងទៅវិញនៅស្រុកនៅភូមិដោះគេរួចដោះម្ដុលគេរួចណានេះនៅនេះពឿនដោះម្ដុលគេរួចទេហើយជាមួយឆ្នាំទៀតដោះរួចពូស្រឡាញ់ហើយតែបើនឹងធ្វើម៉េចយើងអត់លុយហើយយើងខំសរុបធ្វើការយកលុយគេនេះសិនដើម្បីមានដើមទុនតាបន្តិចទៅយើងទៅជឿប្រកបអាជីពខ្លួនយើងឥឡូវនេះផ្ទះធ្វើរួចហើយនៅជឿម្ដុលគេណែខំពុះពៀដល់ខំធ្វើការនេះដើម្បីមានលុយមានកាក់នេះដោះម្ដុលគេរួចនឹងបានទៅនៅផ្ទះនៅសំបែងយើងវិញដល់ពេលយើងចាក់ចម្រៀទៅធ្វើការគេអត់កើតណាឧទាហរណ៍អាយុប្រហែល23 4ឆ្នាំទៀតចាស់ហើយ10ថ្ងៃនេះនៅតែធ្វើការគេអញ្ចឹងដែរទៅតាមទៅមុខទៀតតាមដំណើរកាលខ្ញុំទៅថៃមុនខ្ញុំនៅលាវខ្ញុំសារនោះចុះតែទុកទេចេញទុកចេញខាងនេសាទអត់ដែរប៉ះទេដែលប៉ះពើរឿងសំណង់ចេះទេបាទនៅខាងនេសាទនៅ3 4ប្រទេសដែរនោះទៅប្រទេសម៉ាឡេក៏ទៅប្រទេសឥណ្ឌូក៏ទៅបាទជួបច្រើនផលលំបាកជួបនៅកណ្ដាលសមុទ្រមានតែមេឃនឹងទឹកអត់មានជើងនៅដីចេះណាតែលើទុករឿងកំសត់នោះមកហឺនោះដែលចុះទុកដែលនៅលាវជុំសត់មែនណាគេធ្វើបាបគេយកទៅលក់ក្នុងកណាតលេអត់មានសើមានលុយមានកាក់ទេនៅកណាសមុទ្រសារនោះសើមានទូរស័ព្ទផងទើបមានជួបបងប្អូនក៏បងប្អូនគេនៅយូរដែរគេនៅនោះគេនៅយូរដែរគេមានគឺថាគេមានទូរស័ព្ទគឺសុំទូរស័ព្ទគេនិយាយមួយអ្នកផ្ទះនេះក៏អ្នកផ្ទះគេតម្លាក់លុយទៅឲ្យបានមកផ្ទះវិញគេលក់5 6 ខែ
មានលុយមានកៈតែមកផ្ទះមកពុកផ្ដល់លុយឲ្យផ្ដល់ផ្ញើលុយឲ្យមកផ្ទះវិញអត់មានម្ដាយផងមានតែពុកម្ដាយឡាប់តាំងពីអាយុមិន10ឆ្នាំជនជាតិខ្មែរយើងណែតែគេនៅមុនទៅដល់ពេលគេទៅនៅមុនទៅគេស្គាល់តំបន់គេយកយើងទៅគេយកទៅគេដាក់លក់ទៀតគេលក់2ខែទេអាថៃលក់យើងតទៅទៀតអត់បានលុយតែ5 6ខែនេះបើនិយាយរួមទៅស្បែកចិត្តជាងគេមានជួបជុំគ្រួសារដូចនៅអញ្ចឹងឯងយើងមានសេរីភាពបដ ாய் ផ្សើរក្រិនចឹងនៅថៃធ្វើនៅថៃក៏វាមិនថាស្រាប់មិនយ៉ាប់ស្រួលក៏វាមិនស្រួលដែរព្រោះវាការងារនៅក្រមជាគេមានតែប៉ុណ្ណោះដែរគេឲ្យធ្វើអីក៏ធ្វើនោះការនៅវិក្មេងអត់មានដែរស៊ីឈ្នួលគេផងនៅតែមួយម៉ែឪធ្វើស្រែចម្ការប៉ុណ្ណោះទើបនឹងដឹងក្តីបាញ់វ័យបានដឹងទៅថៃទៅពេលទៅថៃត្រឡប់មកថៃវិញក៏រលុយបានខ្លះក៏បានតំណែង1000ការបានមានគ្រួសារសប្ងៃទេធ្វើការរឿងថ្ងៃនេះដូចថាវាសាំហើយធ្លាប់ហើយបើតែមិនលប់ក៏ធ្លាប់ធ្វើទៅហើយសម័យនោះសម័យសង្គ្រាមដែរសើបានរៀនដែរគាត់កិច្ចទៅគ្រឿបដែរនោះតាំងពីសម័យឆ្នាំប្រហែលនេះឆ្នាំ1980ប្រហែលទេមកកើតឆ្នាំ1981នេះតែបើឥឡូវនេះចូល42 43ហើយអាយុតាំងពីក្មេងមកមានកាត់អើយមានប្រាប់ថាយើងរៀនអត់សូវចេះក៏មានតែធ្វើពលករគេចេះឯងធ្វើជាចំណាអីកំឡែងចាក់សំណងមានការងារសំណងដែរនេះគេរើសយើងអត់សូវចេះអសណែបើមានពេលក៏ប្រាប់ក្មេងចំនួនក្រោយកុំឲ្យខានរៀនសោះខំរៀនខំសូត្រកុំឲ្យដូចពូសោះដូចពូដូចអ៊ំដូចមីនេះឆ្លងកាត់មកឆ្លងប្រទេសឆ្លងឲ្យមកនេះមកនៅប្រទេសខ្លួនឯងក៏នៅស៊ីឈ្នួលគេនៅតែចេះឯងដើម្បីយើងអត់បានរៀនមូលហេតុយើងអត់បានរៀនខំរៀនខំសូត្រទៅអនាគតទៅយើងបានការងារស្រាលផងអុយផងខ្មោចដូចពូ